ជំរាបសូមជម្រាបសួរដល់លោកអ្នកបងប្អូនទាំងអស់គ្នាដែលមានវត្តមានទៅនេះហើយក៏បងប្អូនតាមរយៈ Zoom ហើយនិងបងប្អូនតាមរយៈ Facebook ផងដែរហើយអរគុណដល់សំដៀងហើយនិងបងវឌ្ឍនាដែលបានបញ្ចូលរួមក្រាបថ្វាយបង្គំព្រះអង្គជំរុញពួកយើងថ្ងៃនេះយើងអរគុណព្រះអង្គបាទលោកអ្នកបងប្អូននៅជារៀងរាល់ថ្ងៃជីវិតរបស់យើងដែលជាអ្នកគ្រីស្ទានយើងតែងតែរស់នៅដើម្បីនឹងស្វែងសេរីល្អដល់ព្រះហើយយើងតែងតែខំស្វែងរកអាហារទិញរបស់ព្រះអង្គចឹងហើយបានជាពួកបងប្អូនយូដានៅសម័យព្រះគម្ពីរសញ្ញាចាស់គឺពួកគាត់ស្វែងរកអាហារទិញព្រះអង្គហើយពួកគាត់ចង់ដឹងថាតើព្រះអង្គសពអាហារទិញឲ្យពួកគាត់ថ្វាយដង្វាយដល់ព្រះអង្គយ៉ាងដូចម្តេចខ្លះបាទចឹងហើយបានជាពួកគាត់នាំគ្នាទៅសួរហោរាម្នាក់ដែលមានឈ្មោះថាមីកាចឹងបាននៅក្នុងព្រះគម្ពីរមីកាចំពុក6ខ6ទៅដល់ខ7បងប្អូនពួកយូដានោះក៏បានទៅហោរាមីកាហើយក៏បានសួរថាតើត្រូវឲ្យខ្ញុំយកអ្វីដើម្បីចូលទៅចំពោះព្រះយេហូវ៉ាហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់តើត្រូវឲ្យខ្ញុំយកដង្វាយដុតជាកូនគោអាយុ1ខួបដើម្បីនឹងចូលទៅចំពោះទ្រង់ឬតើព្រះយេហូវ៉ាទ្រង់នឹងសពហារតីដោយឈាមទាំងពាន់ឬប្រេងទាំងម៉ឺនទន្លេឬអីតើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំឲ្យធួននឹងអំពើរំលងរបស់ខ្ញុំដែលបានប្រព្រឹត្តគឺជាផលនៃរូបកាយខ្ញុំឲ្យបានធួននឹងបាបនៃព្រលឹងរបស់ខ្ញុំឬនេះគឺជាសំណួរដែលពួកបងប្អូនសាសយូដានៅសម័យនោះស្វែងរកចម្លើយស្វែងយកអាហារទិញរបស់ព្រះអង្គថាតើព្រះអង្គសពអាហារទិញដង្វាយរបៀបយ៉ាងដូចម្តេចប្រយោជន៍ដើម្បីឲ្យពួកគេនឹងបានថ្វាយដល់ទ្រង់ក៏ប៉ុន្តែហោរាមីកាគាត់បានឆ្លើយត្រឡប់ទៅវិញនៅក្នុងព្រះគម្ពីរមីកាដដែលនឹងចំពោះ6ក៏ប៉ុន្តែខ8អោមនុស្សអើយព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្តីដែលល្អតើព្រះយេហូវ៉ាសពប្រតិឲ្យឯងប្រព្រឹត្តដូចម្តេចបើមិនមែនឲ្យប្រព្រឹត្តដោយសេចក្តីសុចរិតឲ្យស្រឡាញ់សេចក្តីសប្បុរសហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួនដោយសុភាពរៀបទៀបប៉ុណ្ណោះលោកអ្នកបងប្អូននៃព្រះគម្ពីរខ8នេះបានប្រាប់ដល់យើងទាំងអស់គ្នាហាក់បីដូចជាហោរាមីកាបានប្រាប់ដល់យើងថារឿងដង្វាយរឿងយ៉ាញ់បូជាព្រះទ្រង់មិនសពហារតីឡើយតែព្រះអង្គសពហារតីឲ្យយើងបានប្រព្រឹត្តយ៉ាងដូចម្តេចទីមួយប្រព្រឹត្តដោយសុចរិតទីពីរឲ្យយើងស្រឡាញ់សេចក្តីសប្បុរសហើយទីបីឲ្យយើងបានដើរជាមួយនឹងព្រះនៃខ្លួនដោយសុភាពរៀបទៀបចឹងហើយបាទថ្ងៃនេះខ្ញុំបានដាក់ចំណងជើងថាដង្វាយដែលព្រះអង្គម្ចាស់សពអាហារតី an offering that please the Lord ហើយខ្ញុំនឹងចែកសេចក្តីអធិប្បាយនេះជា3វគ្គដោយយល់ទៅតាមព្រះគម្ពីរមីកាចំពុក6ខ8នឹងហើយទី1ព្រះសពអាហារតីឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំប្រព្រឹត្តដោយសុចរិតទី2ស្រឡាញ់សេចក្តីសប្បុរសទី3ព្រះអង្គទ្រង់សពហារតីឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំបានដើរជាមួយនឹងព្រះដោយសុភាពរៀបទៀបសូមអ្នកបងប្អូនបានសម្រុំចិត្តជាវិធានជាមួយនឹងគ្នាព្រះបិតានៃគុណដ្ឋានសួគ៌ដ៏ខ្ពស់ព្រះអង្គចាស់ហើយអរគុណព្រះអង្គណាស់
ដែលព្រះអង្គទ្រង់បានប្រទានប្រពោជាបរិបូរណ៍ដល់ទូមគុំយើងខ្ញុំទាំងអស់គ្នាឲ្យទូមគុំយើងខ្ញុំបានទទួលព្រះពរជាសេចក្តីផ្គត់ផ្គង់មកអំពីព្រះអង្គគ្រប់ទាំងតម្រូវការរបស់ទូមគុំដែលត្រូវការសម្រាប់រស់នៅលើផែនដីនេះហើយព្រះអង្គតែងតែថែរក្សាការពារទូមគុំយើងខ្ញុំផងដែរឲ្យទូមគុំយើងខ្ញុំបានរស់ដោយសេចក្តីសុខសាន្តទោះបីនៅជុំវិញទូមង្គមមានបញ្ហាយ៉ាងណាក៏ដោយក៏ប៉ុន្តែអរគុណព្រះអង្គណាស់នៅខាងក្នុងដែលជាទូមង្គមពិតប្រាកដនោះទូមង្គមយើងខ្ញុំមានសេចក្តីសុខសន្តិភាពពីព្រោះអីព្រះម្ចាស់ទ្រង់ជាព្រះនៃសេចក្តីសុខសន្តិភាពព្រះម្ចាស់ឲ្យសូមយាងព្រះញាណបរិសុទ្ធបានគង់ជាមួយនឹងទូមង្គមជាអ្នកចែកចាយព្រះរាជបន្ទូលរបស់ព្រះអង្គនោះហើយនឹងបងប្អូនរបស់ទូមង្គមទាំងអស់គ្នាដែលជាអ្នកស្ដាប់នឹងព្រះម្ចាស់ឲ្យទូមង្គមយើងខ្ញុំបានទទួលព្រះរាជបន្ទូលរបស់ព្រះអង្គដោយអំណរហើយសូមព្រះញាណបរិសុទ្ធជួយបញ្យល់បង្ហាត់បង្ហាញទូមង្គមយើងខ្ញុំទាំងអស់គ្នាឲ្យទូមង្គមយើងខ្ញុំយល់ដឹងអំពីព្រះរាជហឫទ័យរបស់ព្រះអង្គដែលព្រះអង្គសពព្រះរាជហឫទ័យបង្ហាត់បង្រៀនដល់ទូមង្គមយើងខ្ញុំនៅក្នុងឱកាសនេះអរគុណព្រះអង្គណាស់ទូមង្គមយើងខ្ញុំសូមចែកចាយនិងស្ដាប់ព្រះរាជបន្ទូលរបស់ព្រះអង្គក្នុងព្រះនាមដ៏មានអំណាចបច្ចេស្តាគឺជាព្រះនាមនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនអរគុណព្រះអង្គទីមួយតើដង្វាយដែលព្រះសពហឫទ័យនោះគឺជាដង្វាយណាទីមួយព្រះអង្គសពហឫទ័យឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំបានប្រព្រឹត្តដោយសុចរិតពីព្រោះអ្វីពីព្រោះព្រះទ្រង់បានហៅលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យយើងទាំងអស់គ្នាបានចាកចេញអំពីអំពើបាបរបស់ផិនយើងដែលយើងបានទទួលមកអំពីអាយកោរបស់ផិនយើងគឺលោកតាអាដាមរបស់ផិនយើងហើយដូច្នេះឯងហើយពេលដែលយើងបានចេញមកគឺព្រះដ៏ជាប្រវោបិតាគឺព្រះអង្គទ្រង់បានទាញយើងមកហើយព្រះអង្គទ្រង់បានប្រទានយើងទៅដល់ព្រះម្ចាស់ព្រះយេស៊ូវហើយព្រះអង្គម្ចាស់ព្រះយេស៊ូវព្រះអង្គទ្រង់បានរាប់យើងជាសុចរិតដោយសារសេចក្តីសុចរិតរបស់ព្រះអង្គហើយដូច្នេះហើយបានជាព្រះសពហឫទ័យឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំប្រព្រឹត្តដោយសុចរិតផងដែរព្រះគម្ពីរមីកាចំពុក6ខ8តើព្រះយេហូវ៉ាសពហឫទ័យឲ្យឯងប្រព្រឹត្តដោយម្ដេចបើមិនមែនឲ្យប្រព្រឹត្តដោយសុចរិតទេឬអីលោកអ្នកបងប្អូនឯងឃ្លាប្រព្រឹត្តដោយសុចរិតមានន័យថាការប្រព្រឹត្តគឺប្រព្រឹត្តដោយយុត្តិធម៌និងស្មោះត្រង់ព្រះទ្រង់មិនសពហឫទ័យនឹងពិធីបុណ្យសាសនាបែបទំនៀមទម្លាប់ឬក៏យ៉ាញ់បូជាដែលគ្រាន់តែបង្ហាញខាងក្រៅនោះទេក៏ប៉ុន្តែព្រះទ្រង់សពហឫទ័យនឹងជីវិតរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យបានប្រព្រឹត្តដោយសុចរិតចេញពីខាងក្នុងមកខាងក្រៅព្រះគបហឫទ័យឲ្យយើងប្រព្រឹត្តតាមសេចក្តីសុចរិតនិងសេចក្តីយុត្តិធម៌អរគុណព្រះអង្គនិងព្រះគម្ពីរសុភាសិតជំពូក21ខ3ការដែលប្រព្រឹត្តតាមសេចក្តីសុចរិតនិងសេចក្តីយុត្តិធម៌នោះជាទីគបហឫទ័យដល់ព្រះយេហូវ៉ាជាជាងយ៉ាញ់បូជាទៅទៀតលោកអ្នកបងប្អូនឯងព្រះមិនសពហឫទ័យនឹងយ៉ាញ់បូជានោះទេតែព្រះអង្គសពហឫទ័យឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំប្រព្រឹត្តដោយសេចក្តីសុចរិតយុត្តិធម៌ដែលជាទីគបហឫទ័យរបស់ព្រះអរគុណព្រះអង្គនៅសេចក្តីបង្រៀននេះព្រះគម្ពីរអេសាយជំពូក1ខ17ចូលហាត់រៀនធ្វើការល្អវិញចូលស្វែងរកឲ្យបានសេចក្តីយុត្តិធម៌ចូលជួយការពារចំពោះមនុស្សដែលត្រូវគេសង្កត់សង្កិនចូលកាត់ក្តីដល់ពួកកំព្រាហើយកាន់ក្តីជំនួសពួកស្រីមេម៉ាយចុះលោកអ្នកបងប្អូននៅសង្គមមនុស្សសពថ្ងៃនេះមិនថាសាសជាតិណាទេគឺមានបញ្ហាដូចគ្នាបញ្ហាអយុត្តិធម៌នេះគឺមានបញ្ហាដូចគ្នា
អ្នកដែលមានអំណាចគេតែងតែជិះជាន់សង្កត់សង្កិនទៅលើអ្នកដែលគ្នាតូចតាចហើយដូច្នេះហើយលោកអ្នកបងប្អូនព្រះសពហរតីឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំហាត់រៀនធ្វើការល្អដោយស្វែងរកសេចក្តីយុត្តិធម៌ដល់អស់អ្នកដែលគេសង្កត់សង្កិនហើយស្វែងរកសេចក្តីយុត្តិធម៌ដល់ពួកក្មេងកំព្រានិងស្ត្រីមេម៉ាយផងនេះហើយតែជាព្រះសពរតីឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងឲ្យបានយើងរស់ដោយសេចក្តីសុចរិតប្រកបដោយសេចក្តីយុត្តិធម៌នៅក្នុងសង្គមរបស់ផងយើងតាមភាពជាកូនព្រះអរគុណដល់ព្រះអង្គដូច្នេះអ្នកជឿព្រះដែលជាលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងត្រូវរស់នៅដោយសុចរិតស្មោះត្រង់ក្នុងការងារមិនបោកប្រាស់ប្រព្រឹត្តចិត្តធម៌ចំពោះមនុស្សគ្រប់គ្នានោះគឺជាផ្នែកទី1នៃជីវិតរបស់ផងយើងដែលព្រះទ្រង់សពព្រះរាជហឫទ័យទី2ព្រះសពព្រះរាជហឫទ័យឲ្យអ្នកបងប្អូនហើយនឹងខ្ញុំស្រឡាញ់សេចក្តីសពបរោះ low mercy ពីព្រោះសេចក្តីស្រឡាញ់ជាសេចក្តីស្រឡាញ់របស់ព្រះព្រះស្រឡាញ់លោកអ្នកបងប្អូនហើយនឹងខ្ញុំជាមុនហើយព្រះអង្គទ្រង់មានសេចក្តីមេត្តាករុណាព្រះអង្គទ្រង់សមរម្យណាស់ហើយយើងមិនសមទេលោកអ្នកបងប្អូនមិនសមនឹងព្រះស្រឡាញ់យើងទេចឹងឯងហើយបានជាព្រះអង្គដែលព្រះអង្គទ្រង់ជ្រើសរើសយើងនោះព្រះអង្គទ្រង់បង្គាប់បញ្ជាដល់យើងទាំងអស់គ្នាឲ្យយើងបានស្រឡាញ់សេចក្តីសប្បុរសដូចជាព្រះអង្គទ្រង់ស្រឡាញ់ដល់យើងទាំងអស់គ្នាផងដែរផ្នែកទី2នេះព្រះបន្ទូលបើដល់យើងទាំងអស់គ្នាឲ្យយើងស្រឡាញ់សេចក្តីសប្បុរសមានន័យថាមានចិត្តមេត្តាករុណាចំពោះអ្នកដទៃឲ្យយើងស្រឡាញ់អ្នកដទៃឲ្យយើងមានសេចក្តីមេត្តាករុណាដល់អ្នកដទៃដូចព្រះទ្រង់ស្រឡាញ់ដល់យើងដូចព្រះទ្រង់មានសេចក្តីមេត្តាករុណាដល់យើងរាល់គ្នាផងដែរព្រះគម្ពីរម៉ាថាយចំពោះ9ខ13ចូលឲ្យអ្នករាល់គ្នាទៅរៀននៃរបត់ដែលថាអញចង់បានសេចក្តីមេត្តាករុណាមិនមែនយ៉ាញ់បូជាទេពីព្រោះខ្ញុំមិនបានមកដើម្បីនឹងហៅមនុស្សសច្ចរិតទេគឺមកហៅមនុស្សមានបាបឲ្យប្រែចិត្តវិញនេះជាបរិជ្ជបញ្ជាបរិជ្ជបន្ទូលរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គសពហឫទ័យឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំសិក្សារៀនសូត្រអំពីអ្វីដែលជាសេចក្តីមេត្តាករុណានោះពីព្រោះអ្វីពីព្រោះព្រះអង្គទ្រង់មានសេចក្តីមេត្តាករុណាដល់យើងទាំងអស់គ្នាចឹងហើយបានជាព្រះអង្គទ្រង់មានបន្ទូលមកថាពីព្រោះខ្ញុំមិនបានមកដើម្បីនឹងហៅមនុស្សសុចរិតទេយើងពីដើមលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងរស់នៅក្នុងអំពើបាបយើងរស់នៅក្នុងអំពើទុច្ចរិតតែអរគុណព្រះអង្គដោយសេចក្តីស្រឡាញ់ដោយសេចក្តីមេត្តាករុណារបស់ព្រះអង្គទ្រង់បានដកយើងចេញអំពីអំពើបាបហើយព្រះអង្គទ្រង់បានរាប់លោកអ្នកបងប្អូនហើយនឹងខ្ញុំថាជាអ្នកសុចរិតចំពោះព្រះអង្គដោយសេចក្តីជំនឿរបស់ផងយើងជឿដល់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ផងយើងហើយព្រះអង្គទ្រង់យាងមកលើផែនដីនេះគឺព្រះអង្គយាងមកសម្រាប់ឲ្យមនុស្សនៅលើលោកីនេះបានប្រែចិត្តចេញពីអំពើបាបមកឲ្យព្រះអង្គហើយព្រះអង្គនឹងទទួលគេព្រះអង្គទ្រង់នឹងទទួលគេហើយព្រះអង្គទ្រង់នឹងបំផ្លាស់បំប្រែគេឲ្យគេបានត្រឡប់ជាមនុស្សសុចរិតយើងអរគុណដល់ព្រះអង្គយើងអរគុណដល់ព្រះអង្គព្រះទ្រង់សពហឫទ័យឲ្យយើងមានចិត្តស្រឡាញ់និងមេត្តាករុណាលោកឧទាហរណ៍លោកអ្នកបងប្អូននៅក្នុងព្រះគម្ពីរគឺរឿងសាសាមារីដ៏ល្អនោះមនុស្សម្នាក់នេះ
cứ quạt chui mẹ đại con mà đại quạt con mà mang xua tham mà đâu nó chỉ là na thế có phần tay quạt bằng hai sẽ cái đây mê ta cả na đo nè nụ ai people men tên mùi nó sát xa mà đi nâng có tàn thơ đầm nào cho lòng cắt bị Jericho bây giờ đám bay nâng từ sọc rồi bỏ phòng quạt hãy con ăn thật tiếc tự nhiên mà nông mà nè để cháu plon hơi có cháu vì đu đi nơi mình đầy mình miên này nào tôi chui con lại mình miên này nào tôi chui con lại mình nè sao nó đào úp đào rùm lông quả có con tay sát xa mà đi đó là o mà nè nè có bàn một khơi con có bàn một chui rùm rụp bù chui phía bà quạt nè đại trời cháu vì ở đùa ngoài mình trầm tay phần nọ còn lư đặt nơi lư lia rồi bọc phòng quạt vô nè nụ ai tự đó tiประชุมชนហើយគាត់បានប្រគល់ទៅឲ្យបងប្អូននៅទីនោះហើយសូមឲ្យជួយមើលគាត់ផងបើចំណាយអស់ប្រមាណពេលដែលគាត់ត្រឡប់មកវិញគាត់នឹងសងឲ្យទៅវិញឃើញទេនេះហើយព្រះសព្វហារតីឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំមានសេចក្តីមេត្តាករុណាយ៉ាងដូចនោះមើលសាសសាមារីនោះមិនបានស្គាល់មិនបានដឹងហើយក៏មិនបានសួរថាអ្នកឈ្មោះអីថាអ្នកមកពីណាអ្នកជាជនជាតិអីគឺអត់ទេក៏ប៉ុន្តែសាសសាមារីនោះគឺបានបង្ហាញសេចក្តីមេត្តាករុណាជួយសង្គ្រោះជួយរំរបួសជួយព្យាបាលដល់មនុស្សដែលត្រូវចៅវាយឲ្យដេកដួលនៅលើដីនោះឯងព្រះគម្ពីរលូកាចំពោះ6ខ36ដូច្នេះចូលអ្នករាល់គ្នាមានចិត្តមេត្តាករុណាដូចជាប្រពោបិតានៃអ្នកទ្រង់មានបហារតីមេត្តាករុណាដែរព្រះនៃយើងព្រះអង្គទ្រង់មានសេចក្តីមេត្តាករុណាដែរព្រះដ៏ជាប្រពោបិតាទាញលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យយើងបានចេញពីអំពើបាបហើយយកយើងថ្វាយទៅព្រះអង្គម្ចាស់ព្រះយេស៊ូវប្រយោជន៍ដើម្បីឲ្យព្រះអង្គម្ចាស់ព្រះយេស៊ូវប្រោសលោកយើងឲ្យយើងបានក្លាយទៅជាមនុស្សសុចរិតនៅចំពោះព្រះភ័ក្ត្រនៅចំពោះព្រះនេតរបស់ព្រះព្រះអរគុណព្រះអង្គដូច្នេះជីវិតអ្នកជឿព្រះលោកអ្នកបងប្អូនហើយត្រូវអភ័យទោសដល់អ្នកដទៃជួយអ្នកក្រីក្របង្ហាញសេចក្តីមេត្តាករុណានេះឯងដែលជាផ្នែកទី2នៃជីវិតរបស់យើងដែលព្រះទ្រង់សពហារតីព្រះអង្គទ្រង់ឲ្យយើងស្រឡាញ់សេចក្តីមេត្តាករុណា low mercy ទី3ព្រះម្ចាស់ទ្រង់សពហារតីឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំដើរជាមួយនឹងព្រះអង្គដើរជាមួយនឹងព្រះដោយសុភាពរៀបទៀប walk humbly with God លោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះអង្គទ្រង់រៀបទៀបណាស់ព្រះអង្គទ្រង់រៀបទៀបណាស់មើលយើងមិនសមនឹងព្រះអង្គមកប្រកបជាមួយនឹងយើងទេពីព្រោះយើងជាមនុស្សដែលមានបាបពីកំណើតមកបាទក៏ប៉ុន្តែព្រះអង្គប្រទាបអង្គទ្រង់មកស្រោចស្រង់យើងមកជួយយើងហើយមិនត្រឹមតែប៉ុណ្ណោះព្រះអង្គទ្រង់លើកលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យយើងបានคล้ายទៅជាកូនព្រះអង្គទៀតអស្ចារ្យណាស់លោកអ្នកបងប្អូនចឹងហើយមិនត្រឹមតែប៉ុណ្ណោះព្រះអង្គសពហារតីឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យយើងបានដើរជាមួយនឹងព្រះអង្គដោយសុភាពរីកទេផ្នែកទី3នេះព្រះបន្ទូលរបស់ផងព្រះ
បានបង្គាប់បញ្ជាដល់លោកអ្នកបងប្អូនហើយខ្ញុំឲ្យយើងបានដើរជាមួយនឹងព្រះអង្គដោយសុភាពរៀបទៀបដើរជាមួយព្រះអង្គដោយមានភាពរៀបទៀបនោះមានន័យថាចូលឲ្យយើងបានរស់នៅក្នុងទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងព្រះអង្គនៅក្នុងព្រះគម្ពីរលោកអ្នកបងប្អូននេះមានមនុស្សដែលដើរជាមួយនឹងព្រះដូចជាលោកអេណូសជាដើមចឹងហើយបាននៅក្នុងព្រះគម្ពីរលោកុបាទចំពោះ5ខ24អេណូសគាត់ជាអ្នកដើរជាមួយនឹងព្រះនោះគាត់មិននៅទៀតទេពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅលោកអ្នកបងប្អូននេះព្រះសពហរតីឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យយើងបានដើរជាមួយនឹងព្រះអង្គដូចលោកអេណូសចឹងប៉ុន្តែដើរដោយរបៀបរៀបទៀបសុភាពរៀបសារពាក្យដែលដើរជាមួយនឹងព្រះអង្គដោយសុភាពរៀបសារដោយសុភាពរៀបទៀបនោះមានន័យចុះចូលជាមួយនឹងព្រះអង្គឃើញទេស្ដាប់បង្គាប់ព្រះអង្គដូចជាលោកអីនោះព្រះអង្គទ្រង់បានលើកគាត់ទៅឯព្រះអង្គពីព្រោះលោកអីនោះជាមនុស្សដែលស្ដាប់បង្គាប់ព្រះជាមនុស្សដែលចេះបន្ទាបខ្លួនចុះចូលជាមួយនឹងព្រះទៅដូចគ្នាដែរលោកណូអេទៅដូចគ្នាដែរតែកាពីលោកុបាទចំពោះ6ខ9នេះជាពងសាវតារបស់ណូអេគាត់ជាអ្នកសច្ចារិតហើយគ្រប់លក្ខនៅក្នុងដំណរវងខ្លួនគាត់ក៏ដើរជាមួយនឹងព្រះលោកអ្នកបងប្អូនឯងអេណូសជាមនុស្សម្នាក់គ្រប់លក្ខណាពីព្រោះអីពីព្រោះលោកចេះបន្ទាបខ្លួនស្ដាប់បង្គាប់ព្រះធ្វើតាមហាតីព្រះអង្គស្ដាប់សេចក្តីបង្គាប់របស់ព្រះអង្គលោកអេណូសហើយនឹងណូអេក៏មិនខុសគ្នាដែរពីព្រោះគាត់ជាគួយពងតែមួយទេចឹងហើយបានជាព្រះសពហាតីឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យយើងបានរស់នៅដោយស្ដាប់បង្គាប់និងគោរពប្រតិបត្តិដល់ព្រះនៃយើងបងប្អូនហើយព្រះមិនសពហាតីឲ្យយើងគ្រាន់តែមកព្រះវិហារម្ដងក្នុងមួយសប្តាហ៍ក៏ប៉ុន្តែព្រះសពហាតីឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំដើរជាមួយនឹងទ្រង់ដោយសុភាពរៀបទៀបជារៀងរាល់ថ្ងៃជារៀងរាល់ពេលវេលាពេលដែលយើងកំពុងតែរស់នៅជុំលើផែនដីនេះដែលជាបហារតីរបស់ព្រះអង្គឲ្យយើងបានដើរជាមួយនឹងព្រះអង្គពីព្រោះអ្វីលោកអ្នកបងប្អូនព្រះអង្គទ្រង់បានលើកយើងជ្រើសរើសយើងឲ្យព្រះអង្គទ្រង់ប្រទានឲ្យយើងបានខ្លាយទៅជាកូនព្រះបើយើងបានខ្លាយជាកូនព្រះហើយព្រះអង្គសពហារតីឲ្យយើងបានដើរជាមួយនឹងព្រះអង្គជារៀងរាល់ថ្ងៃប្រកបជាមួយព្រះអង្គជារៀងរាល់ថ្ងៃពីព្រោះអ្វីលោកអ្នកបងប្អូនយើងមើលយើងក៏ជាឪពុកយើងក៏ជាម្ដាយយើងចង់ឲ្យកូនយើងនៅជាប់ជាមួយនឹងយើងចង់ឲ្យកូនយើងដើរជាមួយនឹងយើងនេះជាបហារតីរបស់ព្រះយើងគ្រាន់តែជាមនុស្សណាយើងមានចិត្តចង់ឲ្យកូនរបស់យើងនៅគៀកកោយនៅចិត្តជាមួយនឹងយើងដើរជាមួយនឹងយើងទៅណាមកណាជាមួយនឹងយើងចុះព្រះនៃយើងវិញតើព្រះអង្គមិនមានប្រហារតីលើសពីនឹងទៅទៀតទេឬអីចឹងហើយបានជាព្រះអង្គសពហារតីឲ្យយើងទាំងអស់គ្នាបានដើរជាមួយនឹងព្រះអង្គដោយមានចិត្តសុភាពរៀបទៀបព្រះគម្ពីរយ៉ាកុបចំពោះ4ខ6តែទ្រង់ផ្ដល់ព្រះគុណមកកាន់តែខ្លាំងឡើងហើយនោះបានជាទ្រង់មានបន្ទូលថាព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫទ្ធិធំតែទ្រង់ផ្ដល់ព្រះគុណមកពួករៀបសារវិញបងសពហារតីណានឹងកូនរបស់ព្រះអង្គដែលចេះបន្ទាបខ្លួនដូចជាព្រះអង្គចឹងព្រះអង្គទ្រង់ទៅទៀតអង្គទ្រង់ណាលោកអ្នកបងប្អូនដែរមកយកនិស្ស័យជាមនុស្សហើយមិនត្រឹមតែប៉ុណ្ណោះ
ស្រឡាញ់យើងហើយរៀបរៀបទទួលអំពើបាបរបស់ផងយើងសគត់នៅលើជើងឆ្កាងជំនួសអំពើបាបយើងទៀតតើនេះមិនជាការបន្ទាបអង្គទ្រង់នៃព្រះអង្គម្ចាស់ទេឬអីចឹងហើយបានជាទ្រង់សពថាទៅឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងបាននៅជាប់យើងបានដើរជាមួយនឹងព្រះអង្គដោយសុភាពរៀបសារអរគុណដល់ព្រះអង្គព្រះប្រឆាំងនឹងពួកដែលមានអំនួតអួតអាងតែទ្រង់ប្រទានព្រះគុណដល់អ្នកសុភាពរៀបទៀបវិញសុភាពរៀបទៀបមានន័យថាមិនអួតអាងខ្លួនពលគឺពឹងផ្អែកលើព្រះហើយស្ដាប់បង្គាប់ព្រះអង្គស្ដាប់បង្គាប់នឹងធ្វើតាមព្រះរាជបន្ទូលរបស់ព្រះអង្គបងប្អូនជាទីស្រឡាញ់ក្នុងព្រះគម្ពីរមីកាចំពោះ6ខ8ព្រះបានសង្ខេបជីវិតលោកអ្នកបងប្អូនហើយនឹងខ្ញុំក្នុងពាក្យសំណាក់ព្រះសពហារតីឲ្យយើងទី1ប្រព្រឹត្តដោយសុចរិតទី2ស្រឡាញ់សេចក្តីសុខបរោះទី3ដើរជាមួយនឹងព្រះដោយសុភាពរៀបទៀបបើអ្នកជឿតែជាលោកអ្នកបងប្អូនហើយនឹងខ្ញុំរស់នៅបែបនេះជីវិតលោកអ្នកបងប្អូនហើយនឹងខ្ញុំនឹងคลายជាពន្លឺសម្រាប់លោកីនេះជាព្រះរាជអាទិរបស់ផងព្រះគម្ពីរម៉ាថាយចំពោះ5ខ16ដូច្នេះចូលឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្តរួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅឋានសួគ៌នេះជាភារកិច្ចព្រះអង្គឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំប្រព្រឹត្តដោយសុចរិតស្រឡាញ់សេចក្តីមេត្តាករុណាដើរជាមួយនឹងព្រះដោយមានចិត្តសភាពរៀបទៀបនោះគឺជាពន្លឺដល់លោកីហើយការដែលលោកអ្នកបានប្រព្រឹត្តយ៉ាងដូច្នោះសម្រាប់លើកសរសើរដំកើងព្រះនាមព្រះអង្គហើយព្រះទ្រង់សពភារតីនឹងលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងអរគុណព្រះអង្គថ្ងៃនេះសូមសួរខ្លួនឯងតើខ្ញុំរស់នៅដោយសុចរិតឬទេតើខ្ញុំមានចិត្តមេត្តាករុណាឬទេតើខ្ញុំដើរជាមួយនឹងព្រះរាល់ថ្ងៃដែរឬទេសូមឲ្យព្រះជាម្ចាស់ជួយឲ្យយើងរាល់គ្នាបានធ្វើតាមអ្វីដែលព្រះទ្រង់សពហារតីព្រះបិតាដែលគង់នៅឋានសួគ៌ខ្ពស់ព្រះចាស់ឲ្យអរគុណព្រះអង្គនៅសេចក្តីបង្រៀនរបស់ព្រះអង្គទ្រង់នៅថ្ងៃនេះដែលព្រះអង្គទ្រង់បានបង្គាប់បញ្ជាដល់ទូលបង្គំយើងខ្ញុំទាំងអស់គ្នាឲ្យទូលបង្គំយើងខ្ញុំប្រព្រឹត្តដោយសុចរិតឲ្យទូលបង្គំយើងខ្ញុំស្រឡាញ់សេចក្តីមេត្តាករុណាឲ្យទូលបង្គំយើងខ្ញុំបានដើរជាមួយនឹងព្រះអង្គដោយសុភាពរៀបទៀបអរគុណព្រះអង្គណាស់បើទូលបង្គំយើងខ្ញុំធ្វើដូច្នោះទូលបង្គំយើងខ្ញុំជាពន្លឺសម្រាប់ដល់អ្នកដទៃទៀតផងដែរអូព្រះម្ចាស់ហើយក៏សូមព្រះអង្គជួយដល់ទូលបង្គំយើងខ្ញុំកុំឲ្យទូលបង្គំយើងខ្ញុំភ្លេចបណ្ដាព្រះគុណណាមួយកុំឲ្យទូលបង្គំយើងខ្ញុំភ្លេចនៅសេចក្តីបង្រៀនរបស់ព្រះអង្គនៅថ្ងៃនេះហើយឲ្យទូលបង្គំយើងខ្ញុំយកមកអនុវត្តនៅក្នុងជីវិតជារៀងរាល់ថ្ងៃប្រយោជន៍ដើម្បីឲ្យទូលបង្គំយើងខ្ញុំបានធ្វើជាសក្ខីភាពបានធ្វើពិធីបន្ទាល់អំពីព្រះអង្គប្រយោជន៍ដើម្បីឲ្យបងប្អូនរបស់ទូលបង្គំយើងខ្ញុំដែលនៅចិត្តទូលបង្គំយើងខ្ញុំនឹងគេឃើញពន្លឺរបស់ព្រះអង្គតាមរយៈទូលបង្គំយើងខ្ញុំអរគុណព្រះអង្គណាស់ព្រះម្ចាស់ហើយទូលបង្គំសូមថ្វាយគ្រប់កិច្ចការដែលទូលបង្គំយើងខ្ញុំចែកចាយនឹងស្ដាប់ព្រះរាជបន្ទូលរបស់ព្រះអង្គថ្ងៃនេះក្នុងព្រះនាមនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនអេមែនអរគុណព្រះអង្គបាទសូមអរគុណ